ខ្ញុំជឿថាប្រធានបទនេះគឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់និស្សិតហើយគឺជាផ្នែកមួយសម្រាប់បងប្អូនទាំងអស់គ្នាដែលមកសិក្សានៅក្នុងទីក្រុងភ្នំពេញគឺទាក់ទងទៅនឹងការគ្រប់គ្រងពេលវេលាឬក៏ហៅថា how to manage time in university ខ្ញុំគិតថាវាគឺជារឿងដែលគ្នាយើងទាំងអស់គ្នាត្រូវគិតមែនតើមិនមែនគិតលេងហើយគិតហើយយើងអត់បាន take note ឬក៏អីទេដោយសារតែខ្ញុំគិតថាគ្នាយើងនៅក្នុងថ្នាក់សាកលវិទ្យាល័យមានកាតព្វកិច្ចនិងកិច្ចការជាច្រើនដែលគ្នាយើងត្រូវបំពេញអ្នកខ្លះក៏រៀនសឹងតែមួយថ្ងៃពេញអ្នកខ្លះសឹងតែរៀនផងទៅធ្វើការផងអ្នកខ្លះក៏មានសតខុសផ្សេងនៅក្នុងការសិក្សារៀនសូត្រនឹងជាពេលវេលាមួយដែលគ្នាយើងទាំងអស់គ្នាត្រូវការគ្រប់គ្រងប្រសិនបើមិនគ្រប់គ្រងអត់មានអ្នកណាមកគ្រប់គ្រងគ្នាយើងបានទេតែតងទៅនឹងពេលវេលានោះហើយជាក់ស្ដែងទៀតនៅក្នុងសង្គមរបស់យើងជាក់ស្ដែងឥឡូវមានការ entertain ជាច្រើនមានអ្វីដែលគ្នាយើងអាចលបួងពេលវេលារបស់អ្នកនរគ្នានឹងយកទៅដោយមិនដឹងខ្លួនទេជាក់ស្ដែងទៅពេលខ្លះអូស TikTok មកផ្លេត1ម៉ោងហ្នឹងឃើញថាប្រហែលជាដូចជា1មីនិតអញ្ចឹងតែប៉ិតវារយៈពេល1ម៉ោង2ម៉ោងបាត់ទៅហើយអញ្ចឹង anyway ធ្វើម៉េចដើម្បីឲ្យគ្រប់គ្រងនៅពេលវេលាទាំងអស់នោះបានទីមួយប្រព័ន្ធបច្ចេកវិទ្យាសពថ្ងៃគ្នាយើងឬក៏បងប្អូនអត់ពិបាកនៅក្នុងការគ្រប់គ្រងវាទេទីមួយគ្នាយើងត្រូវតែមាន plan ទី1របៀបនៅក្នុងការដែលគ្រប់គ្រង planner របស់អ្នកទាំងគ្នាឲ្យបានល្អទី1បងប្អូនអាច set នៅក្នុងទូរស័ព្ទដៃណាទីទូទៅមាន app ទីដល់ app planner ឬក៏អីផ្សេងហ្នឹងដែលធ្វើម៉េចឲ្យបងប្អូនទាំងអស់គ្នា alert បញ្ជាក់ថាអូខេថ្ងៃនេះត្រូវធ្វើអីថ្ងៃនេះមានអីត្រូវធ្វើមិនត្រឹមតែ app ទេទី2ត្រូវបងប្អូន write down តម្លាក់តាក់ទងទៅនឹងព័ត៌មាននៅក្នុងកិច្ចការថ្ងៃហ្នឹងត្រូវធ្វើអីស្អែកត្រូវធ្វើអីជាទូទៅថ្ងៃហ្នឹងយើងធ្វើសម្រាប់ថ្ងៃស្អែកដោយសារតែ activity ថ្ងៃហ្នឹងពេលខ្លះយើងអត់បាន complete ទេ activity ខ្លះក៏យើងបាន complete រួចទៅហើយអញ្ចឹងយើង keep ឬក៏អ្វីដែលយើងមិនទាន់បាន complete នៅថ្ងៃហ្នឹងយើងបន្តទៅថ្ងៃស្អែកណាអានេះជាអតិភិបនៅក្នុងចំណុចទី2ត្រូវតែដឹងថាកាតព្វកិច្ចណាដែលសំខាន់ជាទូទៅនិស្សិតមានកាតព្វកិច្ចច្រើនមានកិច្ចការច្រើនដែលត្រូវធ្វើប៉ុន្តែបងអូនអត់ទាន់ដឹងថាតើមួយណាដែលសំខាន់នេះហើយអត់សូវចូលចិត្តទេអត់សូវចិត្តផ្ដោតថាមួយណាសំខាន់មុននេះចូលចិត្តសំខាន់ថាអ្នកណាដែលមានអតិភិបដែលធ្វើទៅសុបាយដែលធ្វើទៅងាយស្រួលធ្វើវាមុនហើយហ្នឹងភាគច្រើនគឺនិស្សិតដោយសារតែបទពិសោធន៍របស់ខ្ញុំគឺបែបហ្នឹងមិត្តភ័ក្តិលបួទៅណាទៅហ្នឹងប៉ុន្តែអត់ដឹងថា priority ឬក៏កាតព្វកិច្ចដំបូងរបស់យើងដែលត្រូវ complete ហ្នឹងអ្វីទៅជាអតិភិបគ្នាយើងអតិភិបនៅកន្លែងនេះខ្ញុំចង់ឲ្យជូនទៅបងប្អូនថាវាមិនមែនជាអតិភិបថាដាច់អហង្ការថាត្រូវតែធ្វើប៉ុន្តែវាជាសកម្មភាពដែលសំខាន់ឧទាហរណ៍ជាក់ស្ដែងបងប្អូនខ្លះគិតថាមករៀនសាកលវិទ្យាល័យមកដល់ភ្នំពេញហើយមិនបាច់ចាំខលទៅអ្នកផ្ទះញឹកញាប់ទេតែប៉ុន្តែជាក់ស្ដែងមនោសញ្ចេតនារវាងម្ដាយនិងកូនណាខ្ញុំជឿថាគាត់ពិតជានឹកកូននិស្សិតខ្លះគឺគាត់អត់បានខ្វល់ខ្វាយអំពីមនោសញ្ចេតនារបស់ម្ដាយឪពុកទេជាក់ស្ដែងនៅដំបូងការខ្ញុំមករៀនសាកលវិទ្យាល័យភ្នំពេញខ្ញុំគិតថាមកតែរៀនទៅយើងបំពេញកាតព្វកិច្ចអ្នករៀនឲ្យបានល្អទៅឪពុកម្ដាយសប្បាយចិត្តតែពិតជាក់ស្ដែងឪពុកម្ដាយពិតជាត្រូវការពេលវេលាយើងនឹងរវាងគាត់និងយើងមែនតើនេះជាអតិភិបដែលខ្ញុំរៀងរាល់យប់គឺខ្ញុំខលទៅឪពុកម្ដាយខ្ញុំឬក៏យាយរបស់ខ្ញុំហើយនេះជាអ្វីដែលខ្ញុំមើលឃើញថាវាគឺជាអតិភិបមួយដែលខ្ញុំផ្ដល់ឲ្យឪពុកម្ដាយរបស់ខ្ញុំឲ្យសារតែពួកគាត់ចាស់រួចទៅហើយពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំឃើញថាអ្វីគាត់ពិតជាចាស់មែនហើយគាត់ខ្សោយនៅកម្លាំងផ្សេងអញ្ចឹងទៅចឹងអ្វីដែលខ្ញុំអាចផ្ដល់គាត់បានគឺមានតែអតិភិបឬក៏ជារៀងរាល់ខែខ្ញុំអាចទៅលេងមួយខែម្ដងឬក៏ពីរដងនេះជាអ្វីដែលខ្ញុំគិតថាជាកាតព្វកិច្ចដំបូងសម្រាប់ខ្ញុំនាមជាអ្នកដែលរៀនចប់មិនមែនជានិស្សិតទេណាកាលខ្ញុំនិស្សិតខ្ញុំភាគច្រើនខ្ញុំខលខ្ញុំអត់បានទៅលេងគាត់ទេនៅក្នុងចំណុចទី3តេតងទៅនឹងការដែលធ្វើការងារឬក៏ដល់ចិត្តដល់ពេលមួយដែលគេហៅថាបើគេថា the last minute ណាឬក៏គេហៅថា last night one night stand ណាសំទោសមិនមែន one night stand ទេក្នុងន័យនេះមានន័យថាក្នុងមីនិតចុងក្រោយនៃកិច្ចការណាគឺផ្ដោតថាកិច្ចការដល់ថ្ងៃដែលត្រូវយកតែនិស្សិតចូលចិត្តណាស់
បន្តដល់ថ្ងៃចុងក្រោយនឹងដោយសារជាក់ស្ដែងទៅបងប្អូនទាំងអស់គ្នាបើពិសោធន៍ខ្ញុំធ្វើកិច្ចការនៅក្នុងសាកលវិទ្យាល័យដោយសារតែភាគច្រើនខ្ញុំជា member មួយដែល summarize នៅ document ទាំងអស់អញ្ចឹងជាទូទៅខ្ញុំអត់ឲ្យ deadline របស់ខ្ញុំគៀកនឹងថ្ងៃដែលខ្ញុំត្រូវធ្វើ submit ឲ្យគ្រូទេឬក៏លោកមិត្តរួមថ្នាក់ខ្ញុំ submit ឲ្យគ្រូទេជាក់ស្ដែងគឺកិច្ចការខ្ញុំអត់អាចធ្វើ last minute បានទេតើតែកិច្ចការនឹងមើលទៅថាវាត្រូវការ change update everything មកជាទូទៅមិនមែនថាយើងជាអ្នកដែល strickable លើកិច្ចការប៉ុន្តែខ្ញុំអត់ចូលចិត្តធ្វើ last minute ទេដោយសារពេលខ្លះវា hot ពេលខ្លះវាអាចនឹងដាច់យប់ដោយសារតែខ្ញុំភាគច្រើនបើខ្ញុំ lead ឬក៏នៅក្នុងprimary team ណា team ដំបូងដែលយើងត្រូវ គេហៅ man core team ណាអញ្ចឹងខ្ញុំអត់សូវឲ្យ team របស់ខ្ញុំធ្វើកិច្ចការអាទិត្យហ្នឹងត្រូវតែបញ្ចប់អីទេប៉ុន្តែ at least ក៏ខ្ញុំសល់ពេលមួយអាទិត្យដើម្បីធ្វើការ summarize ទៅ document ទាំងអស់ហើយសុំមតិពីយោបល់ពីមិត្តភ័ក្តិដែរអញ្ចឹងរាល់ assignment រាល់កិច្ចការទាំងអស់បងប្អូននិស្សិតកុំទម្លាប់ធ្វើបែប last minute ហ្នឹងបើសិនជា last minute ហ្នឹងវាហត់នឿយហើយក្នុងការប្រមូលនៅទិន្នន័យយើងធ្វើបានប្រសិទ្ធភាព10ចប់ដូចគ្នាប៉ុន្តែនៃអត្តន័យនៃខ្លឹមសារពិតជាយើង work hard មែនតើណាសន្សំបន្តិចម្ដងអ្នកទាំងគ្នាទទួលបាននូវអតិភិបមួយដែលខុសប្លែកពីអ្នកដទៃហើយ team ផ្សេងទៀតហើយ member team របស់អ្នកទាំងគ្នាក៏អត់ពិបាកដែរពេលខ្លះខ្ញុំទទួលស្គាល់ថាបងប្អូននិស្សិតអាចនឹងគិតថាteam work យើងឬក៏ team assignment អត់បានជួយកិច្ចការទេបងអូនកុំអន់សប្បន្នចិត្តបែបហ្នឹងខ្ញុំគិតថាគ្នាយើងពិបាកនៅក្នុងការ respond ហ្នឹងប៉ុន្តែខ្ញុំអត់ឲ្យបាក់ទឹកចិត្តទេឲ្យគិតថាយើងធ្វើយើងទទួលបាននេះគឺជាអតិភិបសម្រាប់ខ្ញុំសរុបមករួមវិញប្រសិនបើគ្នាយើងមិនទាន់មាន plan នៅក្នុងការគ្រប់គ្រងសូមគិតឡើងវិញម្ដងទៀតបើសិនជាគ្នាយើងហ៊ានសាកលវិទ្យាល័យយើងអត់មាន plan នៅក្នុងការគ្រប់គ្រងផងចុះពេលដែលយើងចេញទៅធ្វើការងារតើយើងត្រូវគ្រប់គ្រងគេដោយរបៀបណានេះជាសំណួររបស់ខ្ញុំប្រសិនបើគ្នាយើងចេញទៅធ្វើការងារថាតើអ្នកនរគ្នាអាចនឹងដឹកនាំខ្លួនឯងដោយរបៀបណាព្រោះកន្លែងការងារមិនមែនទៅដូចទៅរៀនទេអញ្ចឹងបើសិនជាយើងធ្វើលែងយើងអាចនឹងបានលែងដូចគ្នាតែជាទូទៅវាមានពេលខ្លះយើងអាចនឹងសប្បាយ entertain នៅកន្លែងការងារដែរប៉ុន្តែយើងអត់អាច careless នៅអ្វីដែលជាmain task ឬក៏ priority task របស់យើងដែលត្រូវ complete ទេអញ្ចឹងលុះត្រាតែយើងមានreminder planner ឬក៏ note សម្រាប់អ្វីដែលជាអតិភិបនៅក្នុងការ complete របស់យើងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងហើយ how to manage time in university អូខេអរគុណច្រើនគ្នាយើងបាយបាយ